សួស្តីបងប្អូនថ្ងៃនេះចង់និយាយអំពីតាក់ទងនឹងការមើលថែមេបាពូជបងប្អូនមេបាពូជតើយើងមើលថែវាយ៉ាងម៉េចដើម្បីឲ្យទាមេបាពូជហ្នឹងមានសុខភាពល្អហើយនឹងវាបានពូមកច្រើនហើយដើម្បីយើងភ្ញាស់មកវាបានកូនច្រើនអញ្ចឹងបងប្អូនទាកប៉ាដែលមានសុខភាពល្អកូនវាយ៉ាងតិចក៏ពងវាយ៉ាងតិចបងប្អូនយើងនិយាយរឿងពងយ៉ាងតិចក៏5 10ចន្លោះពី5 10ទៅ20អញ្ចឹងបងប្អូនអាហ្នឹងមេបាដែលមានសុខភាពល្អ7 10 8 10រហូតដល់20អាច20ជាងតិចតួចក៏មានដែរអញ្ចឹងបងប្អូនទាខ្ញុំនេះសិតតែទាមេបាពូជទាំងអស់បងប្អូនទាមេបាពូជទាំងអស់ចូល40 ក្បាលដោយសារខ្ញុំទុកពូជទាំងអស់សារនេះខ្ញុំអត់លក់ទេនេះបើសិនជាលក់លក់អស់បាត់ហើយគេមករោដែរតែយើងអត់លក់ទេយើងទុកពូជដើម្បីញាស់យកកូនលក់អញ្ចឹងណាបងប្អូនសារនេះយើងទុកពូជដើម្បីយកកូនវិញអញ្ចឹងចូលសាច់រឿងយើងវិញដើម្បីឲ្យមេបាពូជយើងមានសុខភាពល្អខ្ញុំព្យាយាមទី1ហ្នឹងកតាដែលធំជាងគេហ្នឹងគឺចំណីហ្នឹងឯងបងប្អូនចំណីអញ្ចឹងចំណីបើសិនជាយើងអត់ឲ្យវាស៊ីដិតដល់ទេហើយអត់ឲ្យវាស៊ីចំណីដែលមានប្រូតេអ៊ីនគ្រប់គ្រាន់ទេវាធ្វើឲ្យទាយើងมันអាចពងបានច្រើនទេបងប្អូនมันអាចពងបានច្រើនទេអញ្ចឹងចំណីភាគច្រើនខ្ញុំឲ្យវាស៊ីចំណីសុតបងប្អូនពេលព្រឹកខ្ញុំឲ្យវាស៊ីចំណីសុតលាយជាមួយបន្លែប្លុកផ្សល់អញ្ចឹងទៅប៉ុន្តែអូម៉ាថាចំណី60%បន្លែប្លុកដែលយើងមានហ្នឹងតែ40%ទេអញ្ចឹងយើងលាយវាស៊ីបងប្អូនចំណីសម្រាប់មេពងបងប្អូនណាចំណីសម្រាប់មេពងបើសិនតែយើងអត់បន្ថែមចំណីវាទេវាល្អដូចគ្នាមិនមែនថាវាមិនពងទេបងប្អូនវាពងប៉ុន្តែវាធ្វើឲ្យទាយើងដូចខ្ញុំនិយាយអញ្ចឹងណាទាយើងត្រូវពងបាន20តែវាបែបពងបានតែ3 10ឬក៏10អីទេព្រោះខ្ញុំធ្លាប់ហើយបងប្អូនខ្ញុំធ្លាប់ហើយខ្ញុំចំដបងព្រោះខ្ញុំដឹងថាទាពងបានប្រមាណទាឲ្យស៊ីធម្មតាពងប្រមាណទាឲ្យស៊ីចំណីផ្សេងពងប្រមាណយើងដឹងព្រោះយើងធ្លាប់ចំទៅយើងមានបទពិសោធន៍យើងសង្កេតមើលវាយូរទៅយើងដឹងអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំឲ្យស៊ីចំណីទាពងហ្នឹងហើយជា60%លាយជាមួយចំណីខាងក្រៅដូចជាបន្លែដូចជាដើមឆៃចាដូចជាតកួនដូចជាបាយសល់ហ្នឹងយើងយកបបរឲ្យវាទៅហើយយើងលាយចំណីឲ្យវាទៅអានេះសម្រាប់ខ្ញុំណាបងប្អូនសម្រាប់ខ្ញុំហើយបើសិនជាបងប្អូនខ្លះក៏ឲ្យស៊ីចំណីសុតបងប្អូនឲ្យស៊ីចំណីសុតកាន់តែល្អបងប្អូនចំណីពងសុតហ្នឹងណាប៉ុន្តែយើងវាចំណាយច្រើនបងប្អូនយើងវាចំណាយច្រើនអញ្ចឹងហើយយើងអាចលាយវាខ្លះទៅដើម្បីកាត់បន្ថយចំណាយផងយើងដែរអញ្ចឹងណាបងប្អូនដើម្បីកាត់បន្ថយចំណាយផងយើងដែរបើសិនជាឲ្យយើងឲ្យវាស៊ីសុតបដ ாய் មានអីបងប្អូនយើងវាចំណាយច្រើនសម្រាប់វាអញ្ចឹងទី1កតាចំណីហ្នឹងបងប្អូនទី2កតាការថែទាំសុខភាពវាយើងត្រូវមើលកន្លែងវាបោះសម្អាតឧស្សាហ៍បោះសម្អាតពិសេសខែភ្លៀងចេះយើងឧស្សាហ៍បាចកបោបាចអីឲ្យបាន10ថ្ងៃម្ដងឬក៏កន្លះខែម្ដងអីចឹងទៅបងប្អូនបើខែភ្លៀងចេះយើងបាចរៀងញឹកប៉ុន្តែបើសិនជាខែក្តៅអីយើងមិនសូវជាបាចមកទេបងប្អូនយើងយូរយើងគ្រាន់តែបោះអាចវាអីឲ្យស្អាតបានទៅបានហើយអញ្ចឹងបងប្អូនពេលខ្លះយើងព្យាយាមកាត់ថយចំណាយអាកន្លែងចំណាយណាមិនចាំបាច់យើងកាត់បន្ថយទៅចំណាយណាដែលចាំបាច់ដូចជាខែភ្លៀងចេះចំណាយតាក់ទងទៅលើកបោតាក់ទងទៅលើវ៉ាក់សាំងអីផ្សេងអាសន្នរោគប៉េះអីផ្សេងអាហ្នឹងយើងត្រូវតែធ្វើព្រោះបើសិនតែយើងអត់ធ្វើទាយើងងាប់វាខាតបង់បងប្អូនយើងខំចាំបានប៉ុណ្ណេះហើយយើងមិនមើលថែទាំវាខាតបង់ហើយបងប្អូនអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងបងប្អូនក៏ពិតវាមានកតាច្រើនទៀតគ្រាន់តែខ្ញុំលើកតាតែ2ទេទី1កតាចំណីហ្នឹងហើយទី2កតាការមើលថែការសម្អាតទ្រុងការមើលស្ថានភាពជំងឺវាសុខភាពវាមិនដែរវាឈឺអត់អីអត់អញ្ចឹងណាបងប្អូនអរគុណច្រើន